model DDR 610នេះគឺជា model Alpha 5 HD សួស្តីបងប្អូនទាំងអស់គ្នាដែលកំពុងស្វែងរក Software ឆាត់វៃដែលមានសុវត្ថិភាពខ្ពស់ព្រមទាំងតម្លៃសមរម្យនិងមានការទំនាក់យ៉ាងត្រឹមត្រូវបងប្អូនអាចមើលវីដេអូមួយនេះបានសម្រាប់ Software ឆាត់វៃរបស់ Philips យើងគឺយើងអាចដាក់បានដូចជាប្រភេទ Quick Type, Feature, PMC និងប្រភេទសុវត្ថិភាពទូទៅមួយទៀតបងប្អូនបើសិនជាបងប្អូនមានដូចជាផ្ទះ Condo, Villa ឬក៏ Apartment បងប្អូនអាចជា model សោយើងយកទៅដាក់បានមានទាំងគុណភាពនិងសុវត្ថិភាពខ្ពស់តម្លៃសមរម្យនិងមានការធានាយ៉ាងត្រឹមត្រូវរហូតដល់រយៈពេល2ឆ្នាំតោះបងប្អូនឥឡូវខ្ញុំមកបង្ហាញពីមុខងាររបស់ Software ឆាត់វៃ Alpha 5 HD នេះជូនបងប្អូនទាំងអស់គ្នាសម្រាប់ option ទី1គឺយើងអាច scan ពីដៃoption ទី2វាលេខសម្ងាត់ option ទី3 scan card សម្រាប់ option ទី4យើងអាចប្រើសោនៅពេលដែលសោទ្វារឆាត់វៃរបស់បងប្អូនអស់ថ្មបងប្អូនអាចមានកូនសោសម្រាប់ចាក់នៅពីខាងក្រោមដើម្បីបងប្អូនអាចចូលផ្ទះខាងក្នុងបានមួយទៀតបងប្អូនសម្រាប់ Software ឆាត់វៃ Alpha 5 HD វិញគឺយើងអាចជាបើកតាមអេទូរស័ព្ទដៃផងដែរបើសិនជាករណីបងប្អូនមកពីធ្វើការបងប្អូនអត់ចង់ប្រើក្រយៅដៃឬក៏ scan card អីទេបងប្អូនគ្រាន់តែមានអេទូរស័ព្ទដៃមួយបងប្អូនក៏អាចជាបើកចូលបានដែរប៉ុន្តែខាងបងប្អូនសូមបញ្ជាក់តិចបងប្អូនសម្រាប់ Software ឆាត់វៃ Alpha 5 HD យើងគឺយើងអាចបញ្ជាបើកបានតែចម្ងាយពី10ម៉ែត្រទៅ20ម៉ែត្រពីទ្វារទេអញ្ចឹងបងប្អូនគ្រាន់តែចូលអេទូរស័ព្ទដៃទៅបងប្អូន load បែបនេះបងប្អូនអាចបញ្ជាបើកទូរស័ព្ទដៃបានអញ្ចឹងបងប្អូនគ្រាន់តែចុចបញ្ជាបើកមកគឺយើងបើកទ្វារអូតូបានតែម្ដងមួយទៀតបងប្អូនកន្លែងមើល Software ឆាត់វៃរបស់យើងវិញគឺរូបរាងនៅពីខាងក្នុងហើយបើសិនជាបងប្អូនចង់ចេញទៅខាងក្រៅបងប្អូនគ្រាន់តែកាច់ដៃគឺបែបនេះមកគឺបងប្អូនរុញទ្វារទៅគឺបងប្អូនអាចចេញខាងក្រៅផ្ទះបានសម្រាប់ប្រភេទ Software ឆាត់វៃ Alpha 5 HD វិញគឺប្រើជាមួយនឹងប្រភេទថ្មគ្រាប់សម្រាប់ប្រភេទថ្មគ្រាប់គឺនៅពីខាងក្នុងបងប្អូនងាយស្រួលដោះទេបងប្អូនគ្រាន់តែចុចប៊ូតុងនៅពីខាងលើបែបនេះមកគឺបងប្អូនអាចផ្លាស់ប្ដូរថ្មបានសម្រាប់ប្រភេទថ្មគ្រាប់គឺយើងអាចប្រើបានរយៈពេល6ខែរហូតដល់1ឆ្នាំអាស្រ័យទៅលើការជួសជុលរបស់បងប្អូនជាក់ស្ដែងផងដែរឥឡូវនេះខ្ញុំសូមបង្ហាញ Software ឆាត់វៃ model DDR 6ឬ10ដែលមាន option ប្រើដូចជា scan ក្រយៅដៃវាលេខសម្ងាត់ scan card មានកូនសោសម្រាប់កូនសោនេះដែរនៅពេលដែលបងប្អូនប្រើប្រាស់អស់ថ្មលើកឈប់បងប្អូនមានកូនសោសម្រាប់ចាក់នៅចូលពីខាងក្នុងផ្ទះបានមួយទៀតបងប្អូនសម្រាប់ Software ឆាត់វៃ model DDR 6ឬ10យើងក៏អាចបញ្ជាបើកតាមអេទូរស័ព្ទដៃបានផងដែរមិនថាបងប្អូននៅឆ្ងាយមិនថាបងប្អូននៅតាមខេត្តទេបងប្អូនគ្រាន់តែបញ្ជាបើកតាមអេទូរស័ព្ទដៃក៏បងប្អូនអាចចូលផ្ទះបានដែរបងគ្រាន់តែបញ្ជាបើកតាមអេទូរស័ព្ទដៃមកបងប្អូនគ្រាន់តែចុចមកគឺបងប្អូនអាចឲ្យអ្នកដែលសម្អាតបន្ទប់បងប្អូនគឺអាចចូលខាងក្នុងផ្ទះបានលក្ខណៈពិសេសសម្រាប់6ឬ10នេះដែរគឺនៅពីខាងក្នុងគឺរូបរាងបែបនេះបងប្អូនសម្រាប់ប្រភេទ6ឬ10គឺការបែកកាច់វាគឺយើងអាចកាច់ចេញបានធម្មតាមិនថាបងប្អូននៅខាងក្នុងទេគឺបងប្អូនមានស្រួលកាច់ចេញចូលបានធម្មតាសម្រាប់ model DDR 6ឬ10ចំណុចពិសេសរបស់ប្រភេទសោនឹងដែរគឺចំណុចពិសេសវាមួយទៀតវាមានប្រព័ន្ធការពារជំរាបទឹក IP65 ដែលបងប្អូនអាចជាវយកទៅដាក់នៅខាងក្រៅផ្ទះបងប្អូនបានដែលត្រូវទឹកនឹងត្រូវកម្ដៅថ្ងៃបានតិចតួចផងដែរហើយចំណុចពិសេសរបស់ model DDR 6ឬ10វិញគឺយើងអាចបញ្ជាបើកតាម app ទូរស័ព្ទដៃបានមិនថាបងប្អូននៅក្រៅប្រទេសមិនថាបងប្អូននៅឆ្ងាយទេគឺបងប្អូនអាចបញ្ជាបើកតាម app ទូរស័ព្ទដៃបានផងដែរមួយទៀតសម្រាប់ model Alpha 5 HD សម្រាប់ model Alpha 5 HD វិញគឺយើងអាចប្រើបានដូចជាលេខកូដសម្ងាត់ scan ក្រយៅដៃប្រើកាតមានកូនសោអីបានដូចគ្នាសម្រាប់ការរចនារបស់ Alpha 5 HD វិញគឺខុសគ្នាជាមួយនឹង model DDR 6ឬ10គឺសម្រាប់ model DDR 6ឬ10នៅពីខាងក្នុងគឺមានតែកាច់បែបនេះបងប្អូនអរគុណច្រើនសម្រាប់ការតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនមានចម្ងល់អ្វីបន្ថែមបងប្អូនអាច comment នៅក្នុងវីដេអូនេះបានឬក៏ឆាតចូល page ធ្វើការងារខ្ញុំឥឡូវនេះដើម្បីមកប្រកបខ្ញុំទទួលស្វាគមន៍ដល់ក្តីរីករាយសូមអរគុណសូមជម្រាបលាអ្វីកាន់តែពិសេសថែមទៀតប្រសិនបើបងមាន Software ឆាត់វៃចាស់ចង់វាយប្រូយកសេរី Software ឆាត់វៃថ្មីបងអាចវាយប្រូបានហើយចំណេញរហូតដល់ 20% ភ្លាមៗតែម្ដង